បាទសូមជម្រាបសួរពុកប៉ែបងប្អូនបាទនេះជាសកម្មភាព print បាទក្នុងការដែល print យើង print ដុំជាបំណែកអញ្ចឹងបងប្អូនបាទហើយតម្រូវវាត្រូផ្សេងអាហ្នឹងហៅ support វាបាទបើអត់អាហ្នឹងក៏យើង print មិនបានដែរបាទអញ្ចឹងខ្ញុំនឹងថតវីដេអូហ្នឹងបាទនេះថតជាវីដេអូដើម្បីបង្ហាញបងប្អូនថាចូល print របៀបម៉េចបានធំហ្នឹងគឺយើង print ចង់បានទំហំណាក៏បានដែរម៉ាស៊ីនយើងច្រើនយើងដាក់បំណែកម៉ាស៊ីនខ្លះដៃម៉ាស៊ីនខ្លះជើងម៉ាស៊ីនខ្លះបំណែកនេះបំណែកនោះអញ្ចឹងទៅបងប្អូនបាទហើយម៉ាស៊ីនខ្ញុំទំដាក់បន្ថែមមកបន្ថែមទៀតហើយអានេះវាមានខ្លះអស់ជាប់បាទនេះខ្ញុំ print យកមិញបាទហើយព្រលឹមឡើងអាខ្លះហើយអាខ្លះមិនទាន់ហើយអញ្ចឹងអាខ្លះដែលហើយយើងក៏វាឈប់តាមធម្មតារបស់វាអញ្ចឹងបាទអាណាដែលអស់ជ័រយើងបន្ថែមជ័របាទនឹងអញ្ចឹងនេះម៉ាស៊ីននៅខាងក្រៅហើយអានេះម៉ាស៊ីននៅខាងក្នុងដែលខ្ញុំទំបន្ថែមបាទហើយខាងក្រោមនេះអស់ជ័រមិនទាន់បានថែមជ័របាទអាខ្លះក៏ហើយអាខ្លះក៏យើងត្រូវថែមជ័រហើយជ័រហ្នឹងគឺហូរដូចទឹកបាទគឺហូរដូចទឹកបាទនឹងយើង print មានធំមានតូចអញ្ចឹងទៅហើយនេះបានជាបំណែកអញ្ចឹងទៅណាយើង print នេះយើង print នេះຂະຫນາດផ្សេងបាទຂະຫນາດ1ម៉ែត្រ2តឹកបាទ1ម៉ែត្រ2តឹកប្របាទថុតរ៉ាត់ត្រូវ print 4ប៉ុន្តែតែបានផ្គុំ1បាទនឹងអញ្ចឹងបានថារាល់ទាំងអស់នេះជាសកម្មភាពពីដំណើរការ print រហូតមកដល់យើងតម្លើងជារូបបាទអញ្ចឹងយើងចង់បានຂະຫນាត់ណាក៏បានដែរបាទនេះជាវីដេអូខ្លីសម្រាប់ការបង្ហាញជាដកបទពិសោធន៍សម្រាប់បងប្អូនពិចារណាទាំងអស់គ្នាបាទមានតែប៉ុណ្្នឹងទេបងប្អូនបាទសូមជម្រាបលាសូមអរគុណបាទ